កម្ពុជាឡាវឯកភាពជំរុញផ្សព្វផ្សាយទីផ្សារទេសចររួមគ្នាតាមរយៈយុទ្ធនាការផ្សព្វផ្សាយប្រទេសពីរគោលដៅតែមួយកម្ពុជានិងឡាវបានពង្រឹងកិច្ចសហប្រតិបត្តិការទេសចរទ្វេភាគីតាមរយៈការសម្របសម្រួលការធ្វើដំណើររបស់អ្នកដំណើរនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិការអភិវឌ្ឍធនធានមនុស្សការធ្វើទីផ្សារទេសចរនិងផ្សព្វផ្សាយរួមគ្នាដូចជាការបង្កើតយុទ្ធនាការផ្សព្វផ្សាយប្រទេសពីរគោលដៅតែមួយនិងការអភិវឌ្ឍផលិតផលទេសចររួមគ្នាជាពិសេសនៅក្នុងផ្នែកបេតិកភណ្ឌវប្បធម៌ម្ហូបអាហារទេសចរផ្អែកលើសហគមន៍និងទេសចរបរិស្ថានកាលពីថ្ងៃទី15ខែធ្នូឆ្នាំ2025នេះបើតាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរទ្វេភាគីកម្ពុជាឡាវលើកទី2ដែលដឹកនាំដោយលោកហ៊ូថារដ្ឋមន្ត្រីក្រសួងទេសចរគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងកម្ពុជា45រូបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំដោយលោកស្រីដារ៉ានីភូមិម៉ាវង្សាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបន្ទាប់ពីបានស្ដាប់នៅរបាយការណ៍លម្អិតពីលទ្ធផលនៃការអនុវត្តផែនការសកម្មភាពកន្លងមកនិងលទ្ធផលនៃកិច្ចប្រជុំក្រុមការងាររួមស្ដីពីកិច្ចសហប្រតិបត្តិការកម្ពុជាឡាវលើកទី4ព្រមទាំងឆ្លងកាត់កិច្ចពិភាក្សានិងផ្លាស់ប្ដូរយោបល់ស៊ីជម្រៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរកម្ពុជានិងឡាវគូភាគីបានឯកភាពលើកំណត់ហេតុកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរទ្វេភាគីកម្ពុជាឡាវលើកទី2និងការកែសម្រួលផែនការសកម្មភាពរួមគ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរទ្វេភាគីកម្ពុជាឡាវឆ្នាំ2025-2026តាមរយៈយន្តការសហប្រតិបត្តិការទ្វេភាគីផែនការសកម្មភាពរួមគ្នាឆ្នាំ2025-2026និងអនុសារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរនិងចូលរួមចំណែកជួយពង្រឹងកិច្ចសហប្រតិបត្តិការទេសចរទ្វេភាគីកម្ពុជាឡាវតាមរយៈការសម្របសម្រួលការធ្វើដំណើររបស់អ្នកដំណើរនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិការអភិវឌ្ឍធនធានមនុស្សការធ្វើទីផ្សារទេសចរនិងផ្សព្វផ្សាយរួមគ្នាដូចជាការបង្កើតយុទ្ធនាការផ្សព្វផ្សាយប្រទេសពីរគោលដៅតែមួយនិងការអភិវឌ្ឍផលិតផលទេសចររួមគ្នាជាពិសេសនៅក្នុងផ្នែកបេតិកភណ្ឌវប្បធម៌ម្ហូបអាហារទេសចរផ្អែកលើសហគមន៍និងទេសចរបរិស្ថានគូភាគីមានសុតិធិនិយមយ៉ាងរឹងមាំថាការអនុវត្តរួមគ្នានៅយន្តការខាងលើពិតជាអាចជំរុញលំហូរភ្ញៀវទេសចរបន្ថែមទៀតមកទស្សនានៅកម្ពុជានិងឡាវដែលជាកត្តាដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិងប្រជាជនទាំងពីរព្រមទាំងកំណើនទេសចរនិងជីវភាពរបស់ប្រជាពលរដ្ឋទាំងពីរសម្រាប់ចក្ខុវិស័យប្រទេសពីរគោលដៅមួយ